បាទសូមជំរាបសួរលោកទូសខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃខ្ញុំបាទឈ្មោះ HID មកពីអង្គភាពព័ត៌មាន SBM News ខ្ញុំចង់ជំរាបសួរបងបន្តិចដោយសារថ្មីនេះនៅលើបណ្ដាញសង្គម Facebook មានការចែករំលែកគ្នាយ៉ាងផុសផុលមែនទែនពាក់ព័ន្ធជាមួយនឹងលោករស្នីតូសាន់សាធុកាហៅធុនសាធុកាអនុប្រធាននាយកដ្ឋានប្រឆាំងបនសេដ្ឋកិច្ចដែលរងការចោទប្រកាន់ថាបានចម្រិតទារលុយប្រជាពលរដ្ឋជាច្រើនអ្នកហើយក្នុងនោះក៏មានប្រជាពលរដ្ឋម្នាក់បានទម្លាយនៅប្រតិបត្តិការវេលុយទៅកាន់លោកសាន់សាធុកានោះចំនួន$500ដែលមានផ្សារភ្ជាប់ជាមួយនឹងឈ្មោះក៏ដូចជាលេខករណីរបស់លោករប្រធាននាយកដ្ឋានផ្ទាល់តែម្ដងហើយថាចំពោះករណីនេះយ៉ាងណាដែរបាទបាទអរគុណច្រើនបងនឹងឯងនៃករណីនេះគឺថាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគឺបានឃើញហើយបាទហើយកំពុងតែចាត់នីតិវិធីជាពិសេសគឺនៃអង្គភាពផ្ទាល់របស់លោកកំពុងតែពិនិត្យលើរឿងហ្នឹងបានន័យថាអគ្គស្នងការដ្ឋាននគរបាលជាតិបាទជាមួយនឹងខាងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលជាអាណាព្យាបាលដោយផ្ទាល់បាទលោកពិនិត្យកិច្ចការងារទាំងអស់ហ្នឹងបាទហើយករណីដែលមានបណ្ដឹងមកកាន់ក្រសួងមហាផ្ទៃឬក៏ចូលទៅកាន់អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃគឺថាអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃក៏មានសិទ្ធិនៅក្នុងការចូលទៅអង្កេតស្រាវជ្រាវរកឲ្យឃើញពិតប្រាកដប៉ុន្តែក្នុងក្របខ័ណ្ឌនៃបច្ចុប្បន្ននេះឬក៏ក្នុងដំណាក់កាលនេះគឺយើងមិនទាន់និយាយបែបណាដល់ឡើយទេស្ថិតនៅក្នុងការនៃពិនិត្យទៅលើករណីហ្នឹងថាតើវាពិតឬក៏វាមិនពិតបាទហើយបើមិនពិតគឺថាយើងនឹងសម្អាតឲ្យកេរ្តិ៍ឈ្មោះរបស់គាត់ល្អប្រសើរបាទប៉ុន្តែបើវាមានភ័ស្តុតាងថាវាពិតប្រាកដយើងអនុវត្តទៅតាមនៃបទវិន័យនគរបាលជាតិដែលបានអនុម័តនៅក្នុងឆ្នាំ2024បាទអរគុណបង